ថ្ងៃចំនួន2ដែលសំខាន់បំផុតនៅក្នុងជីវិតរបស់អ្នកគឺជាថ្ងៃដែលអ្នកបានចាប់កំណើតនៅលើលោកយើងនេះនិងថ្ងៃដែលអ្នកបានរកឃើញនៅបុព្វហេតុនៃជីវិតរបស់ខ្លួនអ្នកវាគឺជារឿងដ៏ល្អមួយដែលអ្នកបានចាប់កំណើតនៅលើភពផែនដីយើងនេះប៉ុន្តែអ្វីៗនឹងកាន់តែល្អប្រសើរជាងនេះប្រសិនបើអ្នកបានរកឃើញនៅបុព្វហេតុនៃជីវិតរបស់អ្នកគឺសំដៅទៅលើមូលហេតុឬគោលបំណងដែលអ្នកត្រូវតែបន្តដំណើរជីវិតរបស់អ្នកទៅមុខជានិច្ចព្រមទាំងគោលដៅចុងក្រោយដែលអ្នកចង់ទៅដល់តាមរយៈបុព្វហេតុអ្នកនឹងដឹងពីមូលហេតុដែលអ្នកត្រូវក្រោកពីដំណេកជារៀងរាល់ព្រឹកអ្នកនឹងផ្ដល់តម្លៃទៅឲ្យជីវិតរបស់ខ្លួនឯងជាមុនអ្នកនឹងមិនបោះបង់ចោលអ្វីដែលអ្នកកំពុងធ្វើពាក់កណ្ដាលទីហើយអ្នកក៏នឹងមិនរស់នៅដើម្បីតែផលប្រយោជន៍ខ្លួនឯងដែរមនុស្សដែលរស់នៅដោយមានបុព្វហេតុគឺជាមនុស្សដែលមិនត្រូវការកម្លាំងចិត្តពីនរណាម្នាក់ឡើយគ្រប់ពេលដែលគេបាក់ទឹកចិត្តឬអស់សង្ឃឹមគេអាចប្រើបុព្វហេតុដែលគេបានកំណត់ទុកមកតាំងពីដើមទីដើម្បីលើកទឹកចិត្តខ្លួនឯងមនុស្សដែលមានជីវិតរស់នៅដោយមានបុព្វហេតុតែងតែផ្ដល់តម្លៃដល់គ្រប់វិនាទីដែលខ្លួនដកដង្ហើមហើយនឹងផ្ដល់តម្លៃដល់គ្រប់ចំណែកកិច្ចការដែលខ្លួនបានធ្វើសរុបរួមមកបុព្វហេតុគឺជាអ្នកឆ្លើយតបនៅមូលហេតុដែលមនុស្សយើងត្រូវធ្វើអ្វីដែលខ្លួនកំពុងធ្វើនិងជាអ្នកតម្រង់ទិសតម្រង់គោលដៅដែលយើងត្រូវឆ្ពោះទៅរក